รอบទាំង4ដែលអាចជួយឲ្យអ្នកបង្កើនសមត្ថភាពភាសាអង់គ្លេសរอบទី1អានឲ្យច្រើនការអានវាជួយបង្កើនសមត្ថភាព vocabulary របស់យើងហើយឲ្យយើងជួបជាមួយនឹងល្បះដែល native speaker នោះគាត់ប្រើមិនថាយើងអានកាសែតមិនថាយើងអានរឿងឬក៏យើងអានព័ត៌មាននៅក្នុងអនឡាញអីទេការអានជាប្រចាំអាចឲ្យយើងបានជួបជាមួយនឹងពាក្យថ្មីច្រើនហើយនឹងការប្រើប្រាស់វេយ្យាករណ៍នៅក្នុងបរិបទជាក់ស្ដែងដោយមិនចាំបាច់ឲ្យយើងទៅទិញទម្រង់វេយ្យាករណ៍ឲ្យចាំទេទម្លាប់ទី2ហ្នឹងគឺការស្ដាប់ហើយនិងការមើលមិនថាយើងស្ដាប់ podcast មិនថាយើងមើល YouTube ឬការស្ដាប់វាជួយបរៀនខួរក្បាលរបស់យើងអំពី accent ផ្សេងៗគ្នាឬក៏របៀបដែលមនុស្សពីប្រទេសផ្សេងហ្នឹងគាត់និយាយភាសាមួយហ្នឹងមួយទៀតវាបរៀនពីល្បឿននៃការនិយាយភាសាហ្នឹងឲ្យវាសមស្របឲ្យវាស្រួលស្ដាប់អីចឹងទៅហើយចំណុចពិសេសមួយទៀតហ្នឹងគឺយើងក៏អាចរៀនអំពី slang ឬក៏គ្រាមភាសាដែលគេកំពុងប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នកាលណាយើងស្ដាប់ច្រើនយើងអាចយល់ពីអ្វីដែលគេនិយាយហើយមួយទៀតយើងនឹងចេះពីរបៀបលើកដាក់សំឡេងតាម native speaker ទម្លាប់ទី3ហើយក៏ជាទម្លាប់ដែលខ្ញុំចូលចិត្តដែរគឺការសរសេរវាអាចជួយឲ្យយើងនឹងយកអ្វីដែលមាននៅក្នុងខួរក្បាលរបស់យើងនឹងមកដាក់នៅលើกระดาษសៀវភៅមិនថាពេលដែលយើងសរសេរ journal ពេល take note ឬក៏លេងសារជាមួយនឹងមិត្តភ័ក្តិសកម្មភាពហ្នឹងគឺវាជំរុញឲ្យយើងនឹងចេះរៀបចំ idea ឬក៏គំនិតរបស់យើងហើយមួយទៀតវាអាចឲ្យយើងនឹងប្រើប្រាស់វេយ្យាករណ៍នៅក្នុងបរិបទជាក់ស្ដែងទម្លាប់ទី4គឺការនិយាយមិនថាយើងនិយាយជាមួយអ្នកដទៃឬមួយក៏ការដែលយើងអានអត្ថបទអីឲ្យលឺគឺវាសិតតែជួយយើងនៅក្នុងការអភិវឌ្ឍនៅភាពស្ទាត់ជំនាញនៅក្នុងការនិយាយការលើកដាក់សំឡេងហើយជាពិសេសហ្នឹងជួយយើងឲ្យយើងមានភាពជឿជាក់នៅក្នុងការនិយាយភាសាអង់គ្លេសការសិក្សាភាសាដែលជោគជ័យមិនចាំបាច់តតែយើងហ្នឹងទៅអង្គុយនៅក្នុងថ្នាក់រៀនទេយើងអាចប្រើប្រាស់ទម្លាប់ទាំង4ហ្នឹងជុំវិញសកម្មភាពអីដែលយើងចូលចិត្តអញ្ចឹងវាធ្វើឲ្យការសិក្សារបស់យើងវាមានភាពសប្បាយហើយអត់សូវមានភាពតានតឹងទេ